សង្ខេបរឿងសឹមអ្នកបរឡានវគ្គទី1វាសាងសង់ផ្ទះនៅរាជធានីភ្នំពេញមានចរាចរណ៍មមាញឹកដែលនៅលើផ្លូវហ្នឹងគឺមានរថយន្តតូចធំឡានដឹកទំនិញស៊ីក្លូរ៉ឺម៉ករទេះសេះរទេះគោអីជាដើមហើយនៅទីនោះដែរគឺមានកម្មករជាច្រើននៅកំពុងសាងសង់ការដ្ឋានណាដែលមានទាំងជនជាតិខ្មែរជាមួយនឹងជនជាតិវៀតណាមនៅចម្រុះគ្នានៅក្នុងចំណោមកម្មករទាំងអស់មានស្ត្រីម្នាក់ឈ្មោះថាមីងប្រេមគាត់បានធ្វើការខាងផ្នែកលាយបេតុងណាគាត់រអ៊ូត្អូញត្អែពីការចំណាយប្រាក់ឈ្នួលរបស់គាត់ដើម្បីសោកឲ្យបានការងារធ្វើហើយក៏មានកម្មករផ្សេងទៀតបានបញ្ចេញមតិដែរតួយ៉ាងដូចជាកម្មករមេងជាដើមហើយសប្តាហ៍ពេលនោះគឺមានថកែម្នាក់បានមកស្ដីឲ្យដោយសារតជជែកគ្នាក្នុងម៉ោងការងារអញ្ចឹងណាចូលដល់វគ្គទី2ថ្ងៃសម្រាប់នៅពេលដែលថ្ងៃព្រះអាទិត្យរះចំត្រង់គឺជាពេលវេលាដែលកម្មករទាំងអស់មានចិត្តសប្បាយរីករាយមែនទែនព្រោះត្រូវបានសម្រាប់នៅក្នុងការធ្វើការងារអញ្ចឹងណាហើយកម្មករទាំងអស់គឺបានយកសម្ភារៈទៅទុកដាក់នៅកន្លែងដើមវិញដែលមានកម្មករខ្លះមានផ្ទះនៅជិតគាត់ទៅបរិភោគអាហារនៅក្បែរនៅផ្ទះរបស់គាត់ចំណែកឯអ្នកដែលមានផ្ទះនៅឆ្ងាយគឺបរិភោគអាហារនៅកន្លែងធ្វើការតែម្ដងនៅបន្ថែមពីនោះដែរក៏មានកម្មករខ្លះនោះគឺច្រោកក្រោមសម្រាប់ផ្ទះគេដើម្បីបរិភោគអាហារហើយក្នុងចំណោមកម្មករទាំងអស់មានកម្មករ4នាក់ដែលមានមីងប្រេមេងមីប្រុញនិងមានម្នាក់ទៀតគឺបានដាក់បាយហូបរួមគ្នាហើយក៏បាននិយាយគ្នាពីរឿងប្រាក់ខែថាការងាររបស់ពួកគេគឺមានការមកមានយកច្រើនធ្វើការច្រើនប៉ុន្តែចំណែកប្រាក់ខែគឺទទួលបានតិចតួចបំផុតជួយដល់វគ្គទី3ថ្ងៃបើកលុយអញ្ចឹងយើងដឹងហើយមិនថាគេមិនថាជើងទេការធ្វើការងារគឺតែងតែចង់បានប្រាក់ចំណូលដើម្បីមកផ្គត់ផ្គង់ជីវភាពរស់នៅអញ្ចឹងនៅពេលដែលទាំងអស់គ្នាខំប្រឹងធ្វើការនៅពេលដែលថ្ងៃបើកប្រាក់ខែមកដល់ពួកគេគឺមានចិត្តសប្បាយរីករាយខ្លាំងមែនតើប៉ុន្តែការសប្បាយរីករាយហ្នឹងគឺវាអត់បានយូរទេដោយសារតែអ្នកកម្មករទាំងអស់ហ្នឹងភាគច្រើនគឺគាត់ជំពាក់ប្រាក់ចាក់ላይលក់ការ៉េមនិងមិញប៉នដែលគាត់ជាអ្នកលក់នំចុកណាដោយសារតែការស្រេកឃ្លានពេលធ្វើការងារហ្នឹងគឺពិបាកហត់អញ្ចឹងក៏គាត់ត្រូវការហូបចុកដើម្បីបង្កើននៅកម្លាំងដែរអញ្ចឹងគឺឃើញថាមានការលំបាកមែនទែនសម្រាប់ការរស់នៅឬក៏ដូចជាជីវភាពរបស់កម្មករទាំងអស់ហ្នឹងណានៅរាត្រីថ្ងៃសៅរ៍ហ្នឹងគឺជាពេលវេលាដែលងងឹតមើលគ្នាមិនឃើញចាក់ភ្នែកមិនមុតអញ្ចឹងណាហើយយប់នោះដែរគឺមិញប្រេម៉ៅជាមួយនឹងហេងហ្នឹងបានទៅលេងផ្ទះសឹមដែលសឹមគឺជាមនុស្សដែលជួយចិត្តតាមដានព័ត៌មានតាក់ទងជាមួយនឹងកាសែតពាក់ព័ន្ធជាមួយនឹងព័ត៌មានផ្សេងៗអញ្ចឹងណាហើយអ្នកទាំងអស់គ្នានោះក៏បានឲ្យសឹមបញ្យល់ពីជីវិតកម្មករដែលធ្វើការនៅស្រុកគេឲ្យពួកគាត់ស្ដាប់អញ្ចឹងសឹមក៏បានបញ្យល់ថាកម្មករដែលធ្វើការនៅស្រុកគេហ្នឹងគឺមានពេលវេលាជប់សម្រាកមានសិទ្ធិសេរីភាពពេញលេញធ្វើការមានពេលវេលាច្បាស់លាស់អញ្ចឹងហើយមិញប្រេម៉ៅជាមួយនឹងហេងហ្នឹងក៏បានយកគំនិតហ្នឹងទៅពិចារណាបន្ទាប់មកក៏បានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនចូលដល់វគ្គទី5ចាំលោកក្រោយមកទៀតគឺនៅពេលដែលសឹមជាមួយនឹងពូសនក៏បានចតឡានហើយក៏គាត់បានជជែកគ្នាពីបញ្ហាការងាររកស៊ីរបស់គាត់រៀងៗខ្លួនតែពូសនគាត់បានអួតសឹមថាគាត់ឈ្នះឆ្នោតជាតិច្រើននឹងបានលុយចាយក្រាស់ៗដែរអញ្ចឹងណាចំណែកឯសឹមវិញក៏គាត់បាននិយាយថាបើគាត់រកក៏លុយបានដែរប៉ុន្តែលុយរបស់គាត់ហ្នឹងគឺចំណាយទៅលើការទិញកាសែតដើម្បីយកមកអានជាព័ត៌មានមិនត្រឹមតែប៉ុណ្្នឹងទេសឹមក៏ទិញកាសែតដែលតាក់ទងជាមួយនឹងប្រជាធិបតេយ្យមកអានផងដែរពូសនគាត់បានប្រាប់ទៅសឹមថាកុំឲ្យយកចិត្តទុកដាក់ជាមួយនឹងកាសែតប្រជាធិបតេយ្យនៅខ្លាំងពេកប្រយ័ត្នស្លាប់ដូចអាចារ្យហែមជាវណាដែលសតទៅឆ្អឹងនៅកោះត្រឡាចហើយពូសនបានបញ្ជាក់ប្រាប់សឹមទៀតថាទាមិនអាចឡើងត្រឹងបានឡើយព្រឹកថ្ងៃអាទិត្យហ្នឹងគឺមេងជាមួយនឹងពូសឹមបានទៅលេងផ្ទះមីងប្រេមដែលផ្ទះមីងប្រេមមានសមាជិក3នាក់មានកូនគាត់មួយជាមួយនឹងក្មួយ2នាក់ណាដែលក្មួយស្រីរបស់គាត់មានឈ្មោះថានាងប្រុញនិងកូនប្រុសម្នាក់ឈ្មោះអាប្រាជ្ញហើយនិងម្នាក់ទៀតជាកូនបងនៅផ្ទះមីងប្រេមហ្នឹងគឺគាត់បាននិយាយឧរតមពីបញ្ហាការងារការរកស៊ីរបស់គាត់ហ្នឹងគឺជាជីវិតកម្មករហ្នឹងគឺមានការពិបាកវេទនាខ្លាំងមែនតើហើយសឹមក៏បានឲ្យយោបល់ទៅគាត់ថាឲ្យទិញកាសែតតងជាមួយនឹងប្រជាធិបតេយ្យមកអានដើម្បីឲ្យយល់ពី
សិទ្ធិសេរីភាពពេញលេញដែលជាកម្មករណាចង់នេះជាសហព័ន្ធនឹងបានយល់ដឹងកាន់តែច្រើនពីជីវិតឬក៏សិទ្ធិសេរីភាពនៅក្នុងការរស់នៅវគ្គទី7ចាំលោកនៅពេលដែលចវាយគាត់បន្តមកដល់នោះគូសននិងសឹមនឹងបានយកឡានទៅតុកហើយបាននិយាយគ្នាតាក់ទងជាមួយនឹងបញ្ហានយោបាយដែលកើតឡើងរវាងពួកកុម្មុយនីសនិងចក្រពលហើយសឹមបានប្រាប់ថាផ្នែកខាងកុម្មុយនីសណាក៏បានសន្យាឲ្យគោរពសិល5ដែលមានដូចតទៅទី1គឺគោរពអធិបតេយ្យភាពនិងទឹកដីគ្នាទៅវិញទៅមកទី2មិនរុករៀនទន្ទ្រានគ្នាទៅវិញទៅមកឡើយទី3មិនជិតជែកចូលក្នុងកិច្ចការខាងក្នុងប្រទេសណាមួយទី4ពង្រីកការទំនាក់ទំនងជាតិនិងអន្តរជាតិជាមួយនឹងស្រុកនានាតាមគោលការណ៍ស្មើមុខគ្នាហើយដោយបានអនុលោមទៅតាមផលប្រយោជន៍រៀងៗខ្លួនទី5រស់នៅជិតខាងគ្នាតាមសន្តិវិធីសាមញ្ញប្រាប់បន្ថែមទៀតថាពួកចក្រពលអាមេរិកកាំងហ្នឹងគឺមិនព្រមគោរពតាមសិលទាំង5នេះនោះឡើយជួយដល់វគ្គទី8ដើរលេងកន្លែងនេះគឺតកតងជាមួយនឹងសឹមបានជួនលោកតកែដើរលេងមើលទីក្រុងភ្នំពេញណាហើយក៏បានជជែកគ្នាពីនេះពីនោះរហូតដល់និយាយពីការប្រឡងរបស់សេរីស្អាតហើយនៅក្នុងរឿងនឹងដែរក៏សឹមភ្ជាប់ជាមួយនឹងជីវិតរបស់មិញប្រេមដែលជាកម្មករធ្វើការរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកហើយជីវភាពលំបាកលំបិនហ្នឹងប្រៀបធៀបជាមួយនឹងស្រីស្អាតដែលគេមានលុយចំណាយរាប់ម៉ឺនរាប់សែនដើម្បីធ្វើខ្លួនឲ្យបានស្អាតអញ្ចឹងណាហើយលោកតាកែក៏បានបញ្ជាក់ថាហ្នឹងគឺដោយសារតាអ្នកស្រីស្អាតទាំងអស់ហ្នឹងគឺគេបានខិតខំធ្វើបុណ្យកសាងកសលពីជាតិមុនបានជាជាតិនេះគេមានសំណាងបែបហ្នឹងជជែកគ្នាច្រើនហើយក៏ត្រឡប់ទៅផ្ទះវិញហើយលោកតាកែឲ្យដាក់គាត់ចុះឲ្យប្រាប់ឲ្យសឹមប្រាប់ប្រពន្ធគាត់ថាមិនបាច់ចាំបាយលោកតាកែទេចូលដល់វគ្គទី9ទៅមុននៅថ្ងៃមួយហ្នឹងគឺសឹមបឡានជូនលោកធំទៅធ្វើការដូចសក់មួយដងប៉ុន្តែចៃដន្យជាថ្ងៃហ្នឹងគឺលោកធំឲ្យសឹមហ្នឹងទៅទទួលកូនរបស់គាត់ពីសាលារៀនទៅផ្ទះមុនចុះហើយចាំទទួលគាត់តាមក្រោយនៅម៉ោង11សឹមក៏បានធ្វើបែបហ្នឹងដល់ម៉ោង11សឹមអង្គុយចាំហួសម៉ោងឡើងយូរក៏នៅតែអត់ឃើញតាកែចេញមកសឹមក៏សម្រេចចិត្តថាត្រឡប់មកផ្ទះវិញតែម្នាក់ឯងលើខ្សែតែគាត់ឃ្លានផងហើយណាមួយគាត់ចងចាំយូរអញ្ចឹងណាហើយទង្វើបែបហ្នឹងគឺធ្វើឲ្យលោកតាកែខឹងដល់ថ្នាក់ស្ដីបន្ទោសឲ្យសឹមជាខ្លាំងប្រពន្ធរបស់លោកតាកែក៏កាន់ជើងលោកតាកែដែរហើយថ្ងៃបន្ទាប់ក៏សឹមបឡានជូនលោកធំទៅធ្វើការដូចសក់មួយដងហើយក៏បានមកសម្រាប់នៅក្រុងដើមឈើអង្គុយនិយាយជាមួយនឹងពូសនតាក់ទងជាមួយនឹងបញ្ហាហ្នឹងហើយសឹមក៏បានបញ្យល់ដល់ពូសនថាប្រទេសវិជាធិបតេយ្យគឺគេធ្វើការមានម៉ោងកំណត់អីត្រឹមត្រូវប៉ុន្តែពូសនប្រឆាំងជាមួយទស្សនៈហ្នឹងប៉ុន្តែពូសននៅតែបញ្យល់ប្រាប់សឹមថាឲ្យសឹមហ្នឹងទៅសុំទោសលោកតាកែទៅហើយកុំចង់យកពងមាន់ទៅចូលជាមួយនឹងថ្មប៉ុន្តែសឹមគឺនៅតែប្រកាន់ខ្ជាប់ជាមួយនឹងទស្សនៈដោយសារតែគាត់នឹងជួយចាត់អានកាសែតតាក់ទងជាមួយនឹងប្រទេសវិជាធិបតេយ្យណាចគាត់យល់ពីសិទ្ធិសេរីភាពនៅក្នុងការរស់នៅដោយជជែកគ្នាអត់ត្រូវសោះអញ្ចឹងពូសនក៏គាត់ដើរចេញទៅឡានរបស់គាត់ទៅចូលដល់វគ្គទី10អស់ការធ្វើអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃពួកកម្មករបានព្យាយាមធ្វើផ្ទះហ្នឹងគឺចិត្តហើយអញ្ចឹងគឺជាពេលវេលាដែលអ្នកទាំងអស់គ្នាហ្នឹងគឺគាត់មានការព្រួយបារម្ភដោយសារតែបើធ្វើគេថានឹងហើយគឺគាត់ទាំងអស់គ្នាហ្នឹងនឹងត្រូវអស់ការងារធ្វើបន្ទាប់មកនៅពេលថ្ងៃសម្រាប់បាយហ្នឹងគឺមិញព្រេមជាមួយនឹងមេឃបានឲ្យសឹមមកបរិភោគបាយជាមួយគ្នាហើយពិភាក្សាគ្នាជជែកពីរឿងចង់បានការងារថ្មីអញ្ចឹងណាហើយសឹមក៏បានបញ្យល់ពីអត្ថប្រយោជន៍របស់សហជីពកម្មករតាក់ទងជាមួយនឹងការធ្វើឬក៏ការងាររបស់កម្មករនៅបណ្ដាប្រទេសជឿនលឿនណានៅក្នុងពិភពលោកជួយដល់វគ្គទី11ជាវគ្គចុងក្រោយភ្ញាក់រលឹកពូសនបានជូនចវាយទៅលេងកែផាប់តបមកក៏បានត្រឡប់មកវិញនឹងជូនចវាយទៅធ្វើការដោយសក់មួយដងហើយគាត់ក៏បានមកជជែកលេងជាមួយនឹងសឹមតាក់ទងជាមួយនឹងបញ្ហាការងារហើយគាត់ក៏បានផ្ដោតទស្សនៈដដែលទៅដល់សឹមថាឲ្យសឹមហ្នឹងទៅសុំទោសលោកធំអំពីបញ្ហាថ្ងៃមុនដែលសឹមហ្នឹងបើកឡានមកចោលលោកធំប៉ុន្តែសឹមនៅតែប្រកាន់ទស្សនៈដដែលថាគាត់អត់ខុសគាត់អត់ចាំបាច់ទៅសុំទោសហើយគាត់ក៏បានបញ្យល់ថាលោកតាកែឥឡូវគឺមិនសូវហ៊ានប្រើសំប្រេះផ្ដាស់ទេហើយប្រពន្ធរបស់គាត់ហ្នឹងក៏និយាយសម្ដីល្អជាមួយនឹងសឹមវិញហើយគ្រួសាររបស់លោកតាធំហ្នឹងក៏មានពេលវេលាជួបជុំគ្នាយ៉ាងសប្បាយរីករាយហើយគាត់ក៏បានបញ្យល់ប្រាប់ពូសនឲ្យអានសៀវភៅវិជាធិបតេយ្យឲ្យបានច្រើនដើម្បីបំបែកគំនិតកុំឲ្យពួកនិពន្ធហ្នឹង
ជីកម្លាំងញើសឈាមរបស់គាត់ចឹងពូសននៅពេលដែលលើបែបហ្នឹងហើយក៏គាត់យកសភៅរបស់សំហ្នឹងទៅអានហើយក៏គាត់បានស្វែងយល់ច្រើននិងអានដោយការជក់ចិត្តដិតអារម្មណ៍ហើយយល់ពីសិទ្ធិសេរីភាពនៅក្នុងការរស់នៅណា